ដោយប្រភេទពពួកកាមេរ៉ា HPV វាអាចស្ដែងលេចឡើងនៅជាប្រភេទដុំសាច់ដុះនៅតំបន់ពិសេសដុះនៅលើសយោពពោះនោមឬក៏ចាប់ផ្ដើមធ្វើឲ្យបងប្អូនស្ត្រីមានអាការៈទៅលើការធ្លាក់សធ្លាក់ទឹកអល់មកតាមទ្វីមាឬក៏មកតាមសយោពពោះនោមឬក៏មកតាមទឹកនោមនេះគឺជារោគសញ្ញាមួយដែលបង្ហាញទៅកាន់បងប្អូនស្ត្រីកំពុងតែឆ្លងដោយប្រភេទពពួកកាមេរ៉ា HPV សួរថាតើប្រភេទពពួកកាមេរ៉ា HPV វាអាចឆ្លងតាមណាខ្លះទី1ឆ្លងតាមបន្ទប់ទឹកទីសាធារណៈទី2ឆ្លងតាមការរួមភេទពីដៃគូដែលផ្ទុកទៅដោយប្រភេទពពួកកាមេរ៉ា HPV នឹងតែម្ដងហើយចំណុចទី3ដែលសំខាន់គឺឆ្លងតាមសម្ភារៈទៅលើការប្រើប្រាស់បើបុគ្គលម្នាក់នោះដែលផ្ទុកទៅដោយប្រភេទពពួកកាមេរ៉ា HPV មិនថាសម្ភារៈប្រើប្រាស់ដូចជាកន្សែងដូចជាខោក្នុងឬក៏ជាប្រភេទដែលប្រើប្រាស់រួមនៅក្នុងផ្ទះណាចា៎វាអាចធ្វើឲ្យមានបញ្ហាប្រើប្រាស់សម្ភារៈរួមនឹងឯងហើយសម្រាប់ទៅលើបងប្អូនដែលមានបញ្ហាផ្ទុកសួរថាបើសិនជាក្នុងករណីថាខ្ញុំគេងនៅជាមួយនឹងដៃគូឯងប៉ុន្តែខ្ញុំបានប្រើប្រាស់សោតើវានៅតែឆ្លងអត់សម្រាប់ទៅលើប្រភេទពពួកកាមេរ៉ា HPV ចា៎គឺវាងាយឆ្លងដោយសារអីដោយសារតែការឆ្លងទៅលើប្រភេទពពួកកាមេរ៉ា HPV គឺការប៉ះផ្ទាល់ជាមួយនឹងសាច់ដែលវាកើតទី2គឺការប៉ះផ្ទាល់ជាមួយនឹងទឹករំអិលឬក៏ទឹករំអិលដែលចេញពីពពួកមេរោគអញ្ចឹងដល់ពេលដែលចាប់ផ្ដើមប៉ះផ្ទាល់ជាមួយនឹងតំបន់ទាំងនោះហើយមិនបានធ្វើការសម្អាតឲ្យបានត្រឹមត្រូវគឺវាអាចឆ្លងអញ្ចឹងវាអាចរីករាលដាលខ្លាំងអញ្ចឹងសួរថាទៅលើបញ្ហាប្រភេទពពួកកាមេរ៉ា HPV នេះវាអាចវិវត្តទៅលើបញ្ហាសុខភាពរបស់យើងទៅជាប្រភេទពពួកជំងឺអេដអត់អាចវិវត្តទៅជាជំងឺអេដទេបងប្អូនប៉ុន្តែវាអាចងាយឆ្លងជាប្រភេទពពួកជំងឺអេដអញ្ចឹងវាអាចងាយឆ្លងដោយសារតែប្រព័ន្ធរាងកាយប្រព័ន្ធសុខភាពរបស់យើងចាប់ផ្ដើមចុះខ្សោយអញ្ចឹងនៅពេលដែលអង្គករបស់យើងចុះខ្សោយប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយយើងចុះខ្សោយគឺវាងាយឆ្លងបំផុតទៅលើប្រភេទពពួកជំងឺ HIV